បាទសូមស្វាគមន៍មកកាន់មេរៀនទី7យើងរៀនពីស្រៈផ្សំបន្តទៀតស្រៈផ្សំនេះយើងឃើញមានផ្សំរវាងស្រៈ E និងស្រៈ A បាទដែលយើងរៀនបន្តពីមេរៀនទី6បាទស្រៈនេះមានសូរសំឡេងខ្លីដែលជាសំឡេង A មួយទៀតគឺជាសំឡេងដាច់ពីគ្នាបាទអញ្ចឹងយើងឃើញស្រៈនេះគឺមានលក្ខណៈចម្លែកបាទត្រង់ថាទី1វាសំឡេង A ទី2យើងឃើញសំឡេងនេះបានបែកចេញជាពីរដាច់ពីគ្នាមកបាទតើសំឡេង A នៅពេលណាសំឡេងដាច់ពីគ្នានៅពេលណាបាទអញ្ចឹងកាលពីមេរៀនទី6យើងបានសិក្សារួចមកហើយដែលស្រៈនេះមានសូរសំឡេង E តែពេលនេះយើងមករៀនបន្តមករៀនប្រកបសារជាថ្មីម្ដងទៀតដោយបដូរពី E មកជាសំឡេង A វិញបាទអញ្ចឹងយើងឃើញពាក្យមួយដែលដូចគ្នាតែយើងប្រកបបែបណាបាទដើម្បីឲ្យជាច្បាស់តោះមករៀនជាមួយនឹងខ្ញុំបាទទី1យើងបញ្ចេញសំឡេងខ្លីសិនគឺសំឡេង A ឧទាហរណ៍ខ្ញុំមានពាក្យខ្ញុំមានផ្សេងជាអ្នក អឬក៏ អាបូកជាមួយនឹងស្រៈ A បូកជាមួយនឹងផ្សេងជាអ្នក dy បាទយើងអានថា ready បាទ ready ប្រែថារួចហើយឬរួចរាល់បាទแล้วពាក្យទី2យើងឃើញពាក្យយើងឃើញផ្សេងជាអ្នក អដដែលបូកជាមួយនឹងស្រៈ A បាទបូកជាមួយនឹងផ្សេងជាអ្នក D អានថា red បាទ red ប្រែថាអានណាយើងឃើញថាកន្លែងនេះអញ្ចឹងកន្លែង red នេះយើងឃើញថាហេតុអីបានជានៅមេរៀនទី6គេអាន read ហេតុអីបានមេរៀនទី7គេអាន red បាទដោយសារអីបាទដោយសារ red នេះគឺជាសំឡេងទី2ដែលយើងប្រើក្នុងលេខកាលបាទក្នុងគេស័ព្ទភាសាអង់គ្លេសយើងឃើញមានបាទក្នុងគេស័ព្ទទី1យើងអានថា read ប្រែថាអានដល់ពេលគេស័ព្ទទី2អានថា read ជាអតីតកាលគឺប្រែថាបានអានអញ្ចឹងក្នុងគេស័ព្ទភាសាអង់គ្លេសគឺយើងមាន3គេស័ព្ទសំខាន់គឺអានថា read read បាទអញ្ចឹងករណីនេះឯងធ្វើយើងមានការងឿយឆ្ងល់ហេតុអីបានជាម្ដងអានថា read ហើយម្ដងអានថា read បាទអញ្ចឹងយើងមកសិក្សាជាមួយគ្នាហើយថាអូ read យើងប្រើនៅពេលដែលវាជាអតីតកាលបាទអូខេអញ្ចឹងយើងបន្តទៅទៀតយើងឃើញមានសញ្ញា B បូកជាមួយនឹង O បូកជាមួយនឹងស្រៈ A បូកជាមួយនឹង D អានថាម៉េចបាទអានថា bread នេះយើងឃើញមានខាងក្រោយវាជាអក្សរ D អញ្ចឹងអក្សរ D នេះគឺសំឡេងយើងត្រូវតែបញ្ចេញសំឡេងដជាសំឡេងដកន្ទុយបាទអញ្ចឹង bread នេះយើងប្រែថានំប៉័ងបាទនំប៉័ងឥឡូវយើងសិក្សាបន្តមកទៀតយើងសិក្សាយើងឃើញមានសញ្ញៈ S ជាមួយនឹង W បាទបូកជាមួយនឹងស្រៈ A បូកជាមួយនឹងអក្សរ T អានថាម៉េចបាទអានថា sweat នេះយើងប្រែថាញើសបាទយើងមិនអាចអានថា sweet ទេបាទអានថា sweat បាទប្រែថាញើសពាក្យបន្តមកទៀតយើងឃើញមានពាក្យ W បូកជាមួយស្រៈ A បូកជាមួយនឹង TH បូកជាមួយនឹងស្រៈ យើងអានថាម៉េចបាទយើងអានថា weather តែនៅអាមេរិកកាំងគេអានថា weather មានសំឡេងវែងបាទតែបើអង់គ្លេសគេអានសំឡេងស៊ីនអានថា weather គឺស៊ីនវាគឺអានថា weather តែដោយសារតែនៅអាមេរិកគឺយើងឃើញថាកម្លាយសំឡេងបាទអាចទៅជាសំឡេង A and the weather បាទweather នេះប្រែថាអាកាសធាតុបាទពាក្យបន្តមកទៀតយើងឃើញមានសញ្ញៈH បូកជាមួយនឹងស្រៈ A បូកជាមួយនឹងអក្សរ D ហើយសញ្ញៈ D អានថា head អញ្ចឹងយើងឃើញថា head នេះយើងមានកន្ទុយអក្សរ D ដែលយើងបញ្ចេញសំឡេង
អក្សរដអានថាសំឡេងដបាទអញ្ចឹងហេតុនេះប្រែថាក្បាលបាទក្បាលបាទឥឡូវយើងសិក្សាពាក្យបន្តទៀតពាក្យបន្តនេះគឺយើងឃើញសញ្ញៈ h បាទសញ្ញៈ h នេះបូកជាមួយនឹងស្រៈ a បូកជាមួយនឹងសញ្ញៈ d បូកជាមួយនឹងពាក្យ w a y ដែលយើងអានថា headway 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 នេះបើយើងប្រែពាក្យឲ្យចំទៅ way គឺប្រែថាជាមធ្យោបាយឬក៏វិធីណាមួយបាទហើយ head នេះគឺសំដៅលើក្បាលឬក្បាលចម្ពោះក្បាលទំព័រសភៅណាមួយបើយើងថាជាក្បាលទំព័រឬហៅថាដើមហៅថាការនៅមុខគេបាទអញ្ចឹងដល់ពេលណាយើងយកអាការដែលលំនាំដើមដំបូងបូកជាមួយនឹងវិធីផ្សេងអានោះហៅថាការពុំពាក្យគេឲ្យន័យថាធ្វើម៉េចឲ្យមានការកែប្រែថ្មីបាទកែប្រែថ្មីអញ្ចឹងដល់ពេលណាដែលយើងពុំទៅវាអាចប្រែថាធ្វើឲ្យមានការរីកចម្រើនបាទពាក្យនេះបាទមានតែពាក្យ headway នេះប្រែថាធ្វើម៉េចឲ្យមានការរីកចម្រើនទៅមុខបាទអូខេឥឡូវសិក្សាបន្តទៀតពាក្យបន្ទាប់បាទមានពាក្យ add បូកជាមួយនឹងអក្សរ l បូកជាមួយនឹងស្រៈ x បូកជាមួយនឹង st យើងអានថា at last at last at last យើង at last យើងប្រែថាយ៉ាងហោចណាស់បាទយ៉ាងហោចណាស់បាទហើយយើងមើលពាក្យចុងក្រោយគេបង្អស់ដែលពាក្យនេះគឺតែងតែប្រើជាប្រចាំនៅពេលយើងក្រោកពីគេងយើងតែងតែត្រូវការទៅកន្លែងឆ្ងាញ់បាទទៅតាមខាងឬក៏យើងមិនបាច់ទេយើងអាចនៅផ្ទះក៏បានដែរតែយើងអាចធ្វើជាម្ហូបឆ្ងាញ់បាទអញ្ចឹងម្ហូបឆ្ងាញ់នៅផ្ទះយើងក៏បាននៅតាមហាងក៏បានគឺគេប្រើពាក្យអីគេបាទគឺគេប្រើពាក្យអក្សរ b o អានបូកជាមួយនឹងស្រៈ a បូកជាមួយនឹងអក្សរ k បូកជាមួយនឹងf a s t យើងអានថា breakfast 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 បាទអញ្ចឹង breakfast នេះយើងប្រែថាអាហារពេលព្រឹកបាទអូខេឥឡូវយើងសិក្សាអំបញ្ញមិញនេះប្រហែលជាមានការងើយឆ្ងល់ហើយពីការធ្វើសំឡេងក៏ប៉ុន្តែយើងអាចសារឡើងវិញយើងអាចចុច scope ហើយចុច skip ក៏បានដែរមើលសំឡេងដងមួយទៅនេះគឺជារឿងមួយដែលសំខាន់សម្រាប់ឲ្យសិស្សសាស្ត្រទាំងអស់ក៏ងាយស្រួលបែងចែកពាក្យទាំងនឹងដើម្បីយកទៅប្រើការនៅក្នុងការសន្ទនាផ្សេងៗបាទអញ្ចឹងពាក្យទី2សំឡេងទី2នេះគឺសំឡេងដែលខ្ញុំនិយាយមិញថាជាសំឡេងដាច់គ្នាបាទតើសំឡេងដាច់ពីគ្នានេះគេប្រើនៅពេលណាបាទហើយសំឡេងដាច់ពីគ្នានេះបាទសំឡេងដាច់ពីគ្នានេះគឺជាសំឡេងដែលមានសំឡេង3រៀងខ្លួនឬក៏មានសំឡេងច្រើនទៀតតែយើងយកមក3សិក្សាសំណងបាទគឺសំឡេងទី1ដែលយើងឃើញមាន ea e a សំឡេងទី2 e a e a សំឡេងទី3គឺសំឡេង e a e a បាទអញ្ចឹង e a នេះនិយាយទៅសំឡេងទាំង3នេះគឺឡើងឯងកើតឡើងច្រើនឡើងជួបច្រើនតែខ្ញុំយកសិក្សាហើយមានសំឡេងជាច្រើនទៀតដែលយើងត្រូវតែសិក្សាបន្ថែមទៅលើសិភៅផ្សេងដែលយើងមានកំណល់បាទអញ្ចឹងខ្ញុំសូមលើកយកសូរទី1បាទសូរ e a បាទយកមកសិក្សាដំបូងសិនបាទសូរទី1សូរ e a ឃើញមានសញ្ញា c o c o យើងឃើញថាកណ្ដាលមានជប់គ្នាពីរអញ្ចឹងគឺអានមួយជាសញ្ញាមួយជាជើងបាទអញ្ចឹងបូកនឹងស្រៈ e បាទបូកនឹងស្រៈ e បូកជាមួយនឹង te បាទចេញបានជាពាក្យថ្មីមួយបាទពាក្យថ្មីតែយើងមិនអាចអានថា create ទេយើងអាចអាន create ទេយើងអានផ្សេងទៀតអានកាត់ជាពីរអានថា create 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 បាទអញ្ចឹង create នេះគឺមានសំឡេងពីរទីអក្សរទី1អាន free អក្សរទី2អាន eight បាទ create ប្រែថាបង្កើតបាទបង្កើតឡើងបាទសូរសំឡេងទី2សូរសំឡេង e a e a នេះយើងឃើញមានច្រើនបាទក្នុងសភៅក៏តែខ្ញុំសិក្សាត្រួសបាទយើងកាត់ឡើងពីអក្សរឧទាហរណ៍ថាអបូកនឹងជាមួយស្រៈ e បូកជាមួយនឹង c t
IVE ចឹងយើងបានជាពាក្យថ្មីមួយដែលអានថា reactive 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 បាទ reactive នេះប្រែថាប្រតិកម្មបាទមួយទៀតយើងឃើញមានសុចនាអបូកជាមួយនឹងស្រៈ e ដដែលបូកជាមួយនឹង double f បូកជាមួយនឹង I R M បាទអញ្ចឹងយើងបានពាក្យថ្មីគឺអានថា reaffirm 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 នេះប្រែថាបញ្ជាក់សារថ្មីឬបញ្ជាក់ជាថ្មីបាទបាទឥឡូវចាប់ដើមចូលពាក្យមួយទៀតដែលមានសំឡេង EI ម្ដងបាទ EI គឺយើងឃើញមានព្យានាអដដែលបូកជាមួយនឹងស្រៈ E បូកជាមួយនឹងdouble P ly យើងបានពាក្យថ្មីមួយទៀតអានថា reapply 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 អញ្ចឹង reapply នេះប្រែថាការឆ្លើយតបមកវិញបាទគឺការឆ្លើយតបត្រឡប់មកវិញបាទពេលយើងផ្ញើសារទៅគេវិញគេផ្ញើសារមកវិញក៏បានដែរបាទឥឡូវយើងមើលពាក្យឡើងវិញពាក្យមួយទៀតសញ្ញៈអបូកជាមួយនឹងស្រៈ E បូកជាមួយនឹងសញ្ញៈ D J U S T បានជាពាក្យថ្មីមួយគឺអានថា readjust 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 បាទ readjust នេះគឺប្រែថាកែសម្រួលសារថ្មីឬកែប្រែជាថ្មីបាទអូខេអញ្ចឹងសិក្សាពាក្យបន្តមកទៀតពាក្យអីគេបាទយើងឃើញមានព្យញ្ជនៈអដដែលដោយសារយើងទាក់ទងអក្សរស្រៈ E បាទអញ្ចឹងអបូកជាមួយស្រៈ E បូកជាមួយនឹង P double P បូកជាមួយនឹង EAR បាទយើងបានពាក្យមួយទៀតហើយបាទអានថា reappear reappear បាទ reappear បាទ reappear នេះប្រែថាលេចឡើងសារជាថ្មីអូខេឥឡូវដោយសារតែឃើញថាយើងសិក្សាថ្ងៃនេះគឺសិក្សាតិចតែសំឡេងច្រើនអញ្ចឹងធ្វើយើងមានការងាយឆ្ងល់អញ្ចឹងក្នុងវីដេអូនេះគឺយើងត្រូវបើកមើលឡើងវិញឬហៅថាអានសារចុះឡើងវិញដើម្បីឲ្យយើងចាប់បាននៅអ្វីដែលខ្ញុំអត់ពន្យល់បាទក្នុងវីដេអូនេះឃើញថាមានរយៈពេលខ្លីក៏ប៉ុន្តែមានសូរសំឡេងនឹងច្រើនដែលសូរទី1គឺជាសូរ S ហើយសូរទី2នោះគឺសូរមាន EA EA និង EE បាទអញ្ចឹងដើម្បីច្បាស់យើងអាចចុចមើលឡើងវិញសារចុះសារឡើងទៅហើយកត់ត្រាយកឲ្យដែលយើងចង់សិក្សាបន្តបាទហើយស្រៈក្រោយគេនេះយើងឃើញមានសូរសំឡេងជាស្រៈម្ដងបាទ EA នេះដើរតួជាស្រៈបាទអញ្ចឹងចំពោះ EA ដែលដើរតួជាស្រៈនេះយើងនឹងមានការឆ្ងល់អញ្ចឹងយើងចាំសិក្សាតាមដាននៅវីដេអូបន្តទៀតហើយក្នុងវីដេអូនេះបើសិនជាអ្នកពេញចិត្តគិតថាមានសារៈសំខាន់សូមជួយចុច share បន្តផងបាទដើម្បីឲ្យមិត្តភ័ក្តិយើងបានដឹងតៗគ្នាបាទសូមអរគុណបាទ